យើងចូលដល់មេរៀនទី12នៃវគ្គរង្វាន់នៃការគោរពហើយនេះជាមេរៀនចុងក្រោយជាមេរៀនដែលលោកអ្នកនឹងចងចាំបានច្បាស់ជាងគេមែនទេហើយនៅមេរៀននេះខ្ញុំចង់និយាយចាប់ផ្ដើមឡើងជាមួយនឹងខគម្ពីរមួយដែលខ្ញុំនឹងនិយាយអំពីការគោរពដល់មនុស្សគ្រប់រូបសំដៅលើមនុស្សគ្រប់គ្នាតើខ្ញុំបានចំណុចនេះមកពីណាគឺបានពី1ពេត្រុសចំពុក2ខ17ដែលចែងថាចូលគោរពមនុស្សគ្រប់រូបមែនហើយ1ពេត្រុស2:17ចែងដូច្នេះមែនខគម្ពីរទាំងមូលចែងពីការគោរពមនុស្សគ្រប់រូបស្រឡាញ់បងប្អូនគោរពកោតខ្លាចព្រះនិងគោរពដល់ស្ដេចតែខ្ញុំចង់ផ្ដោតលើផ្នែកចូលគោរពមនុស្សគ្រប់រូបខ្ញុំសូមអានខគម្ពីរនេះចេញពីការបកប្រែព្រះគម្ពីរ The Message ចូលប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដែលអ្នកជួបដោយភាពថ្លៃថ្នូរតើពាក្យថាថ្លៃថ្នូរមានន័យដូចម្តេចភាពថ្លៃថ្នូរគឺជាស្ថានភាពឬគុណភាពដែលស័ក្តិសមទទួលតម្លៃកិត្តិយសឬការគោរពចូលប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដែលអ្នកជួបដោយភាពថ្លៃថ្នូរចូលគោរពមនុស្សគ្រប់រូបពេលយើងដាក់ពីនេះបញ្ចូលគ្នាពាក្យថាគោរពមានន័យដូចម្តេចមានន័យថាសំខាន់មានតម្លៃវិសេសវិសាលផ្ទុយនឹងការគោរពជាអ្វីទៅគឺចាត់ទុកថាធម្មតាចាត់ទុកថាសាមញ្ញដូច្នេះយើងមិនគោរពដល់មនុស្សម្នាក់នៅពេលដែលយើងចាត់ទុកគេថាសាមញ្ញនិងធម្មតាតើមានការអនុវត្តបែបណាអំពីចំណុចនេះខ្ញុំចាំបានពេលដែលព្រះជាម្ចាស់ពិតជាដោះស្រាយជាមួយខ្ញុំអំពីចំណុចនេះគឺបកនៅពេលដែលខ្ញុំទៅតែបម្រើពន្ធកិច្ចខ្ញុំបានប្រាប់លោកអ្នកនៅមេរៀនមុនពីរបៀបដែលខ្ញុំមើលថែដល់គ្រូគង្វាលនិងប្រពន្ធរបស់គាត់លើកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេដូចជាទៅយកកូនគាត់ចេញពីសាលាបង្រៀនកូនគាត់ឲ្យចេះហែលទឹកលាក់កិច្ចការមួយដែលខ្ញុំមាននោះគឺត្រូវថែឡានឲ្យពួកគាត់ដូចជាពេលដែលយកឡានទៅឲ្យជាងមើលនិងពេលយកឡានទៅឲ្យគេលាងហើយកាលនោះគ្រូគង្វាលខ្ញុំនិងប្រពន្ធគាត់បើកឡាន Mercedes-Benz ស៊េរីទំនើបមួយដូច្នេះមានពេលមួយដែលខ្ញុំបើកឡានប្រពន្ធរបស់គ្រូគង្វាលខ្ញុំហើយកាលនោះដូចជាបើកទៅផ្ទះគាត់ឬក៏បើកទៅកន្លែងលាងឡានហើយពួកគេកំពុងតែធ្វើផ្លូវនៅក្រុងដាឡាស់ហើយមានបរិសម្នាក់ដែលកាន់ស្លាកថាឈប់ហើយឡានខ្ញុំជាឡានដំបូងដែលទៅដល់កន្លែងត្រូវឈប់នោះដែលគាត់កំពុងកាន់ហើយបរិសដែលឈរខាងមុខឡាននោះគាត់មានពុកមាត់កាចមែនទែនគឺពុកមាត់នឹងក៏ក្រេកដែរហើយអាវរបស់គាត់ក៏ប្រឡាក់ប្រឡូកសុទ្ធតែដីហើយមានដីប្រឡាក់មុខគាត់នៅលើថ្ងាសគាត់ហើយខោកបយគាត់ក៏រហែកសោះហើយដែរមិនមែនជាខោដែលម៉ូតរហែកទេប៉ុន្តែគឺរហែកធ្លុះតែម្ដងដោយសារតែគាត់ធ្វើការងារការដ្ឋានហើយពេលខ្ញុំកំពុងអង្គុយនៅក្នុងឡានមើលមុខគាត់ព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលមកកាន់ខ្ញុំថាតើបរិសម្នាក់នេះមានតម្លៃជាងឡានដែលកូនកំពុងអង្គុយនេះទេអ្នកប្រកាសជាឆ្លើយភ្លាមថាមែនហើយគឺគាត់មានតម្លៃជាងឡាននេះនោះជាការឆ្លើយតបតាមបែបសាសនាប៉ុន្តែខ្ញុំដឹងថាព្រះអង្គម្ចាស់បានធ្វើអ្វីម្យ៉ាងជាមួយនឹងខ្ញុំក៏គិតពីរឿងនោះហើយគិតពីរឿងនោះទៀតព្រោះខ្ញុំគិតពីរបៀបដែលប្រសិនបើខ្ញុំបាក់ឡាននោះទៅផ្ទះនរណាម្នាក់នោះគេប្រកាសជាលាន់មាត់ថាវ៉ាវឡាននេះស្អាតមែនទែនប៉ុន្តែប្រសិនបើបរិសនោះដើរទៅក្នុងផ្ទះនរណានោះគេមិនទាំងមើលមុខគាត់ផងហើយខ្ញុំក៏អង្គុយគិតនៅត្រង់នោះហើយក៏និយាយថាមែនហើយបរិសនេះមានតម្លៃខ្លាំងជាងឡាននោះទៅទៀតហើយព្រះអង្គម្ចាស់មានបន្ទូលសួរខ្ញុំបែបនេះតើគាត់មានតម្លៃប៉ុណ្ណាតើគាត់មានតម្លៃអ្វីហើយខ្ញុំចាប់ផ្ដើមគិតតើអ្វីទៅជាតម្លៃរបស់គាត់ព្រះយេស៊ូវមានបន្ទូលបែបនេះថាបើមនុស្សម្នាក់បានលោកីយទាំងមូលធ្វើជាសម្បត្តិខ្លួនតែបាត់បង់ជីវិតនោះនឹងមានប្រយោជន៍អ្វីព្រះយេស៊ូវមានបន្ទូលថាបើអ្នកបានទ្រព្យសម្បត្តិទាំងប៉ុន្មាននៅលើโลกសូមកុំគិតតែត្រឹមឡាន Mercedes ស៊េរីទំនើបមួយនេះប៉ុន្តែបើនិយាយពីគ្រឿងអេឡិចត្រូនិកទាំងត្បូងដ៏មានតម្លៃទាំងប៉ុន្មានទាំងប្រាក់ទាំងមាសទាំងផ្ទះទាំងវិមានស្កឹមស្កៃនិងអ្វីៗទាំងអស់ដែលមាននៅលើភពផែនដីទាំងមូលនោះគឺច្រើនមែនទែនប្រសិនបើអ្នកលះបង់ព្រលឹងខ្លួនសម្រាប់របស់ទាំងនោះដូចជាអ្នកធ្វើការដោះដូរដែលមិនចំណេញទេដូច្នេះតើមនុស្សម្នាក់មានតម្លៃប៉ុណ្ណាព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ហេតុនេះបានជាទ្រង់ប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមកព្រះជាម្ចាស់ប្រទានព្រះយេស៊ូវមកសម្រាប់យើងសូមផ្អែកឲ្យគិតពីចំណុចនេះព្រះអង្គមិនធ្វើការដោះដូរដែលមិនចំណេញទេតើអ្វីទៅជាការដោះដូរមិនចំណេញបើខ្ញុំឲ្យអ្វីមួយទៅកាន់អ្នកច្រើនជាងតម្លៃដែលខ្ញុំទទួលបាននោះខ្ញុំមិនចំណេញទេនិយាយឲ្យសាមញ្ញទៅមានន័យដូចនេះបើផ្ទះអ្នកមានតម្លៃ$10,000ហើយខ្ញុំមកសុំទិញផ្ទះក្នុងតម្លៃ$25,000ហើយយើងដោះដូរគ្នានោះខ្ញុំដោះដូរដែលមិនចំណេញទេព្រោះខ្ញុំឲ្យអ្វីមួយយ៉ាងដែលមានតម្លៃខ្ពស់ជាងដើម្បីបានអ្វីដែលមានតម្លៃទាបជាងដូច្នេះខ្ញុំអង្គុយនៅក្នុងឡានហើយព្រះអង្គកំពុងធ្វើការទាំងនេះនៅក្នុងចិត្តខ្ញុំអូខេហើយខ្ញុំគិតថាពេលដែលខ្ញុំអង្គុយនោះព្រះអង្គមានបន្ទូលថាតើយើងបានប្រទាន
អ្វីខ្លះសម្រាប់បរិះនោះតើបរិះនោះមានតម្លៃប៉ុណ្ណាសម្រាប់យើងហើយខ្ញុំក៏ថាទ្រង់ប្រទានព្រះយេស៊ូវមកដូច្នេះទ្រង់មានបន្ទូលថាតម្លៃរបស់បរិះនោះគឺជាតម្លៃរបស់ព្រះយេស៊ូវព្រោះយើងមិនយកអ្វីដែលមានតម្លៃថ្លៃជាងទៅដោះដូរអ្វីដែលបានថោកជាងទេហើយខ្ញុំថាវ៉ាវបរិះម្នាក់នោះគឺមានតម្លៃដូចព្រះយេស៊ូវនៅពេលដែលខ្ញុំមើលទៅគាត់ដើម្បីឲ្យលោកអ្នកយល់គាត់ក៏ក្រេចហើយប្រឡាក់ដីពេញខ្លួនហើយខោគាត់ក៏រហែកក៏ក្រេចទៀតហើយខ្ញុំគិតថាបរិះនោះមានតម្លៃចំពោះព្រះជាម្ចាស់ដូចជាព្រះយេស៊ូវគ្រីស្ទហើយរឿងនោះបានផ្លាស់ប្ដូរជីវិតខ្ញុំហើយខ្ញុំបានដឹងពីតម្លៃរបស់មនុស្សគ្រប់រូបហើយនេះជាអ្វីម្យ៉ាងនៅក្នុងជីវិតខ្ញុំដែលខ្ញុំបានអធិដ្ឋានហើយអធិដ្ឋានទៀតព្រះអង្គអើយខ្ញុំចង់មើលឃើញមនុស្សតាមរបៀបដែលទ្រង់មើលឃើញមនុស្សខ្ញុំចង់ឲ្យតម្លៃដល់ពួកគេតាមរបៀបដែលទ្រង់ឲ្យតម្លៃដល់ពួកគេសូមណែនាំកម្មវិធីទូរស័ព្ទ Messenger X ជាកម្មវិធីដ៏ថ្មីសន្លាងសម្រាប់ការ download ធនធាននិងបើកមើលវីដេអូជាបណ្ណាល័យ Digital ទាំងមូលដែលមានធនធានសម្រាប់ការបង្កើតសិស្សពីលោកគ្រូចននិងអ្នកគ្រូលីសាបូវីរួមទាំងការបង្រៀនជាវីដេអូសៀវភៅសំឡេង e-book វីដេអូខ្លីៗព្រះគម្ពីរនិងច្រើនថែមទៀតកម្មវិធីនេះអាចប្រើប្រាស់នៅគ្រប់ឧបករណ៍ទាំងអស់និងឥតគិតថ្លៃដោយមានជាង111ភាសាការបង្កើតសិស្សសម្រាប់គ្រប់គ្នានៅគ្រប់ទីកន្លែងសូម download កម្មវិធីទូរស័ព្ទឬចូលទៅគេហទំព័រ messengerx.com ពេលដែលខ្ញុំអង្គុយនៅភោជនីយដ្ឋានហើយមានអ្នករត់តុដើរមកសួរខ្ញុំតែងតែសួរមិនថាអ្នកណាក៏ដោយគឺថាសួស្ដីឈ្មោះអីដែរមុនពេលដែលខ្ញុំចាប់ផ្ដើមកំងតើអ្នកឈ្មោះអីដែរប្រហែលជាគាត់និយាយថាអូខ្ញុំឈ្មោះថេមីខ្ញុំថាសួស្ដីថេមីសូមអរគុណច្រើនដែលបម្រើពួកយើងនៅថ្ងៃនេះហើយខ្ញុំចាំនៅពេលមួយដែលខ្ញុំនៅហាងបាយហើយមានស្ត្រីម្នាក់ដើរមកទទួលកំងហើយខ្ញុំក៏សួរថាតើនាងឈ្មោះអីតើនាងរៀបការហើយឬនៅនាងមានកូនហើយឬនៅគាត់ថាខ្ញុំធ្លាប់រៀបការហើយឥឡូវនេះខ្ញុំនៅមើលថែនិងផ្គត់ផ្គង់ដល់កូន2នាក់នៅក្នុងបន្ទប់ហើយវាក៏បាននាំយើងឲ្យនិយាយគ្នាថានាងមានការពិបាកប៉ុណ្ណាហើយធ្វើកិច្ចការជាច្រើននៅក្នុងពេលនោះហើយយើងក៏បានសេវាកម្មដ៏ល្អមែនទែនពីអ្នករត់ទាំងនេះទាំងប្រុសទាំងស្រីហេតុអ្វីព្រោះយើងនិយាយជាមួយពួកគាត់មានផ្សារមួយដែលយើងចូលចិត្តទៅនោះដែលមានឈ្មោះថា Whole Foods ពេលដែលខ្ញុំទៅផ្សារនោះគឺខ្ញុំសប្បាយចិត្តណាស់ម្ដងហើយមានអ្នកលេងកូនហ្គោលអាជីពម្នាក់ឈ្មោះថា Aaron Badley ហើយគាត់ជាមិត្តល្អនឹងខ្ញុំប៉ុន្មានឆ្នាំមុនពេលដែលការប្រកួត PGA មកក្នុងរដ្ឋ Colorado នោះគាត់បានស្នាក់នៅផ្ទះយើងមានពេលមួយយើងដើរកាត់ផ្សារ Whole Foods ហើយយើងដើរបាន20នាទីហើយគាត់ក៏មើលមកខ្ញុំហើយថាលោកចនតើគ្រប់គ្នានៅក្នុងផ្សារនេះស្គាល់លោកមែនទេខ្ញុំថាមែនហើយប្រហែលជាអញ្ចឹងហើយពួកគេមិនមែនស្គាល់ថាខ្ញុំជាអ្នកនិពន្ធហើយក៏មិនស្គាល់តែខ្ញុំជាពន្ធការីដែរពួកគេស្គាល់ខ្ញុំដោយសារតែខ្ញុំនិយាយជាមួយពួកគេហើយប៉ុន្មានឆ្នាំមុនមានបរិសម្នាក់ឈ្មោះថា Rich ដែលធ្វើការនៅផ្នែកសាច់នៅផ្សារនោះហើយមានពេលនោះដែលគាត់មិនបានទៅធ្វើការហើយខ្ញុំនិយាយជាមួយបុគ្គលិកផ្សេងទៀតហើយក៏បានដឹងថាគាត់ចូលចិត្ត cheese ដែលពិសេសបែបនេះដែលផ្សារនោះលក់ក្នុង1 pound ប្រហែលជា$30ហើយខ្ញុំចាំថានៅពេលបន្ទាប់ដែលខ្ញុំទៅផ្សារនោះខ្ញុំក៏បានដើរទៅផ្នែក cheese ហើយក៏ទិញ cheese នោះកន្លះ pound ហើយខ្ញុំក៏ដើរទៅផ្នែកសាច់ជួបលោក Rich ហើយនិយាយថាលោក Rich ខ្ញុំបានឮថាលោកចូលចិត្ត cheese នេះឥឡូវសូមយកវាទៅផ្ទះហើយញ៉ាំជាមួយប្រពន្ធលោកទៅហើយគាត់បើកថង់នោះមើលហើយថាឲ្យខ្ញុំពិតមែនខ្ញុំថាខ្ញុំឲ្យមែនយកទៅញ៉ាំជាមួយប្រពន្ធលោកចុះហើយមានពេលមួយទៀតដែលខ្ញុំដល់កន្លែងគិតលុយនៅតុគិតលុយហើយក៏មានស្ត្រីម្នាក់ដាក់អីវ៉ាន់នៅក្នុងថង់ផ្សារទំនើបហើយមានតំណែងមួយដែលខ្ញុំបានទិញហើយគាត់ក៏ថាអូអានឹងល្អមែនតើហើយខ្ញុំសួរគាត់ថាញ៉ាំបាយថ្ងៃត្រង់ហើយនៅហើយគាត់ថានៅទេហើយខ្ញុំថាចាំបន្តិចខ្ញុំក៏រត់ទៅផ្នែកទូកកហើយក៏យករបស់ដូចគ្នានោះមកខ្ញុំក៏ទិញវាហើយប្រាប់អ្នកគិតលុយថាដាក់ទៅក្នុងថង់គាត់ទៅគឺឲ្យស្ត្រីម្នាក់នោះទៅបាននិយាយតាមត្រង់ទៅគឺពិតជាសប្បាយរីករាយណាស់នៅពេលដែលអ្នកធ្វើកិច្ចការបែបនេះក៏មានស្ត្រីម្នាក់នៅក្នុងផ្សារនោះដែលស្បែករបស់នាងមិនមានកន្លែងធម្មជាតិទំនេរណាសោះហើយខ្ញុំចង់មានន័យថាស្បែករបស់នាងទាំងអស់គឺមានសុទ្ធតែសាក់ចម្រុះពណ៌ធម្មជាតិគឺមិនមែនសាក់សខ្មៅទេគឺសាក់ពណ៌ពេញតែម្ដងស្បែករបស់គាត់ទាំងមូលគឺមានសាក់ពណ៌ពេញខ្លួនប្រាណហើយនាងចោះត្រចៀកដូចជា15កន្លែងហើយសក់របស់នាងក៏លាបពណ៌4-5ពណ៌ដែរគឺមានពណ៌លឿងស្រាលបន្ទាប់មកទៀតពណ៌ក្រហមស្រាលក៏មានពណ៌បៃតងហើយមានពណ៌ស្វាយហើយមិនដឹងយ៉ាងម៉េចខ្ញុំចាប់ផ្ដើមមានអារម្មណ៍អាណិតអាសូរចំពោះស្ត្រីវ័យក្មេងម្នាក់នេះនៅរាល់លើកមិនថាជួគិតលុយរបស់គាត់វិញប៉ុណ្ណាទេខ្ញុំតែងតែចូលជួជាមួយគាត់ព្រោះខ្ញុំចង់និយាយជាមួយគាត់ខ្ញុំចាំថានៅថ្ងៃមួយខ្ញុំមើលមុខគាត់ហើយនិយាយថាប្អូនស្រីសក់របស់ប្អូនស្អាតមែនទែនថ្ងៃនេះ
ហើយគាត់ក៏ថាអូអរគុណច្រើនលោកហើយខ្ញុំក៏សួរគាត់ថាតើលាបយ៉ាងម៉េចទៅតើធ្វើយ៉ាងម៉េចដើម្បីកុំឲ្យសក់ពណ៌លឿងនេះបែកចូលទៅលើសក់ពណ៌ខៀវចុះធ្វើអញ្ចឹងដល់របៀបណាទៅហើយគាត់ថាឥឡូវខ្ញុំសូមប្រាប់អញ្ចេះចុះហើយគាត់ក៏ប្រាប់ខ្ញុំពីដំណើរការនោះទាំងមូលពីរបៀបដែលគាត់លាបសក់ហើយខ្ញុំគ្រាន់តែឈរស្ដាប់ហើយសួរសំណួរទៅគាត់ប៉ុណ្ណោះខ្ញុំចាំថាមានថ្ងៃមួយខ្ញុំមានការប្រញាប់ជួររបស់គាត់ក៏វែងហើយក៏មានជួរមួយទៀតដែលខ្លីជាងដូច្នេះខ្ញុំក៏ទៅជួរមួយទៀតហើយខ្ញុំក៏ដល់កន្លែងគិតលុយហើយខ្ញុំគុំមិនបានចាប់អារម្មណ៍ថាគាត់បានចេញពីជួរគាត់ហើយចូលមកជួរដែលខ្ញុំកំពុងគិតលុយនោះហើយគាត់ថាលោកចនជីតារបស់ខ្ញុំបានស្លាប់កាលពីអាទិត្យមុនហើយខ្ញុំត្រូវរើពី Colorado Springs ទៅក្រុង Denver ដើម្បីរស់នៅជាមួយជីដូនខ្ញុំហើយគាត់ក៏ចាប់ផ្ដើមយំហើយថាតើលោកដឹងទេថាខ្ញុំនឹងនឹកអ្វីជាងគេនៅ Colorado Springs នោះហើយខ្ញុំសួរថាអ្វីទៅគាត់ថាខ្ញុំនឹងនឹកលោកប្រពន្ធលោកនិងកូនប្រុសទាំង4របស់លោកខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងមែនទែនហើយគាត់ចាប់ផ្ដើមយំដឹងថាខ្ញុំអាចធ្វើអ្វីបានទេនៅពេលនោះខ្ញុំអាចឲ្យសិភៅខ្លះទៅគាត់និង CD ខ្លះរបស់ពួកយើងហើយធ្វើពន្ធកិច្ចទៅកាន់គាត់ហើយនោះគឺពិតជាកិត្តិយសមួយសម្រាប់ខ្ញុំចាំថាថ្ងៃមួយខ្ញុំនៅភោជនីយដ្ឋានហើយគ្រូគង្វាលម្នាក់បានទុកលុយធីបតិចមែនទែនហើយខ្ញុំចាំថាមានពេលមួយដែលយើងដើរទៅឡានដែលគាត់បើកឡានជូនខ្ញុំនោះហើយខ្ញុំក៏ថាខ្ញុំត្រូវរត់ទៅក្នុងហាងដើម្បីធ្វើកិច្ចការមួយសិនឥឡូវនេះលោកគ្រូទៅយកឡានសិនទៅហើយចាំទៅយកខ្ញុំនៅមាត់ទ្វារហើយខ្ញុំក៏ចូលទៅក្នុងហាងវិញហើយដាក់លុយធីបច្រើនជាងនោះហេតុអ្វីទៅព្រោះអ្នករត់តុនោះមានតម្លៃខ្លាំងណាស់ហើយខ្ញុំចាំថាមានពេលមួយដែលសមាជិកគ្រួសារយើងមានគ្នា8នាក់អង្គុយជុំគ្នានៅក្នុងហាងម្ហូបអ៊ីតាលីមួយហើយខ្ញុំចង់ឲ្យអ្នកទាំងនោះដឹងថាគាត់មានតម្លៃខ្ញុំទុកលុយធីប 30% ឲ្យពួកគាត់ហើយក៏មានពេលមួយដែលលីសានិងខ្ញុំមានការណាត់ជួបនៅសន្តាគារ Broadmoor នៅក្នុងទីក្រុងយើងហើយក៏មានស្ត្រីអ្នករត់តុម្នាក់ដែលចាំទទួលយើងហើយគាត់បានដឹងថាយើងជាអ្នកធ្វើពន្ធកិច្ចយើងទុកលុយធីបឲ្យគាត់ដល់ទៅ 50% អ្នកដឹងទេអ្នកផ្ដល់កិត្តិយសច្រើនប៉ុណ្ណាក៏មិនចេះខុសដែរពេលដែលខ្ញុំយកឡានទៅដាក់នៅប្រលានយន្តហោះព្រោះខ្ញុំហោះចេញពីប្រលាន Denver ច្រើនមែនទែនដើម្បីទៅធ្វើពន្ធកិច្ចគ្រប់គ្នាដែលនៅទីនោះអ្នកអាចសួរកូនប្រុសខ្ញុំសួរសមាជិកក្រុមខ្ញុំបានសន្តិសុខនៅកន្លែងចតឡានពួកគេពិតជាចូលចិត្តលីសានិងខ្ញុំខ្លាំងណាស់ហេតុអ្វីព្រោះយើងនិយាយជាមួយពួកគាត់យើងសួរសុខទុក្ខពួកគាត់ក្រុមគ្រួសារគាត់យ៉ាងម៉េចហើយសួរសុខទុក្ខគាត់យ៉ាងណាហើយសម្រាប់នៅពេលណាហើយវិសមកាលនេះតាណាដែរហើយខ្ញុំតែងតែទុកលុយធីបច្រើនឲ្យពួកគាត់តើអ្នកដឹងទេនៅប្រលានយន្តហោះ Denver គឺមានកន្លែងចតឡាននៅទីវាលហើយក៏មានកន្លែងចតឡាននៅក្រោមដំបូលហើយឡានខ្ញុំគេមិនដែលយកទៅដាក់នៅកន្លែងទីវាលទេហើយក៏មិនដែលមានព្រិលធ្លាក់លើដែរពេលដែលខ្ញុំមកវិញគឺវាតែងតែនៅក្រោមកន្លែងចតដែលមានដំបូលជានិច្ចខ្ញុំមិនមែនឲ្យលុយធីបទៅកាន់ពួកគេខ្ញុំមិនមែនគោរពដល់មនុស្សដើម្បីឲ្យបានរង្វាន់មកវិញទេខ្ញុំមិនធ្វើអញ្ចឹងទេតែយើងគោរពមនុស្សដើម្បីបានរង្វាន់មកវិញឬទេគឺមិនមែនទាល់តែសោះយើងគោរពដល់មនុស្សព្រោះយើងដឹងថាព្រះជាម្ចាស់បានលះបង់តម្លៃដ៏អស្ចារ្យបំផុតនៅក្នុងសកលលោកដែលអាចបង់ថ្លៃសម្រាប់មនុស្សម្នាក់នោះជាតម្លៃរបស់បុគ្គលនោះនៅក្នុងព្រះនេតរបស់ព្រះជាម្ចាស់ហើយយើងក៏គួរឲ្យតម្លៃដល់បុគ្គលនោះទៅតាមរបៀបដែលព្រះជាម្ចាស់ឲ្យតម្លៃគាត់ដែរដូច្នេះនេះជាអ្វីដែលអាចនឹងលបួងអ្នកខ្លាំងជាងគេក្រោយពីរៀនវគ្គសិក្សាមួយនេះអ្វីដែលលបួងអ្នកខ្លាំងជាងគេនោះគឺពេលដែលរៀនចប់ហើយប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាឲ្យបានល្អតើអ្នកដឹងទេអ្នកនឹងធ្វើអញ្ចឹងបាន1ឬក៏2អាទិត្យប៉ុន្តែមិនយូរប៉ុន្មានក៏នឹងសាបរលាបទៅអ្វីដែលយើងត្រូវធ្វើគឺទូលសូមព្រះជាម្ចាស់សូមឲ្យព្រះអង្គដាក់ការគោរពដ៏ពិតប្រាកដនៅក្នុងដួងចិត្តយើងដើម្បីឲ្យតម្លៃដល់បុរសនិងស្ត្រីតាមរបៀបដែលព្រះអង្គឲ្យតម្លៃយើងហើយយើងនឹងបញ្ចប់វគ្គនេះដោយរបៀបនេះខ្ញុំចង់អធិដ្ឋានឲ្យលោកអ្នកយើងអាចជឿលើព្រះជាម្ចាស់ជាមួយគ្នាដែលទ្រង់អាចនឹងបំពេញដួងចិត្តយើងជាមួយនឹងការគោរពដ៏ពិតប្រាកដសូមចាំថាយើងមិនចង់គោរពមនុស្សត្រឹមតែបបោមាត់ទេប៉ុន្តែចេញពីចិត្តយើងដោយចាត់ទុកថាគេមានតម្លៃចេញពីចិត្តនេះជាអ្វីដែលព្រះអង្គមានបន្ទូលថាប្រជារាស្ត្រទ្រង់ធ្វើបែបនេះចំពោះព្រះអង្គនៅសម័យលោកអេសាយយើងចង់មានការគោរពបែបនោះដែលពិតជាឲ្យតម្លៃដល់បុគ្គលនោះពិតប្រាកដដូច្នេះសូមយើងអធិដ្ឋានហើយសូមអ្នកនិយាយដោយត្រង់ជាមួយខ្ញុំឥឡូវនេះបានទេគ្រាន់តែនិយាយត្រង់បើអ្នកនៅម្នាក់ឯងឬប្រជុំជាក្រុមឥឡូវនេះសូមគ្រាន់តែឲ្យមុខចុះប្រសិនបើអ្នកអង្គុយជាក្រុមហើយគ្រាន់តែនិយាយថាលោកគ្រូចនខ្ញុំមិនបានឲ្យតម្លៃដល់មនុស្សតាមរបៀបដែលលោកគ្រូបានចែករំលែកជាមួយយើងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេហើយខ្ញុំចង់កែប្រែចិត្តគំនិតឥឡូវនេះពីការមិនផ្ដល់កិត្តិយសដែលខ្ញុំបានបង្ហាញទៅប្រពន្ធខ្ញុំកូនខ្ញុំទៅកាន់មនុស្សដែលខ្ញុំជួបទៅកាន់ចៅហ្វាយខ្ញុំគ្រូគង្វាលខ្ញុំមិនថាអ្នកណាក៏ដោយសូមគ្រាន់តែលើកដៃហើយសូមគ្រប់គ្នាបន្តឲ្យមុខចុះដោយលើកដៃគឺអ្នកនិយាយថាព្រះជាម្ចាស់ខ្ញុំកែប្រែចិត្តគំនិតពីការមិនឲ្យតម្លៃដល់បុរសស្ត្រីនិងកុមារតាមរបៀបដែលទ្រង់ធ្វើសូមអធិដ្ឋានបែបនេះជាមួយគ្នាសូមនិយាយជាមួយខ្ញុំព្រះបិតានៅឋានសួគ៌ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទសូមអត់ទោសដល់ខ្ញុំក្នុងការដែលខ្ញុំមិនបានឲ្យតម្លៃបុរសស្ត្រីនិងកុមារ
តាមរបៀបដែលទ្រង់ឲ្យតម្លៃបុរសស្ត្រីនិងកុមារខ្ញុំទូលសូមនៅថ្ងៃនេះសូមទ្រង់សម្អាតខ្ញុំដោយព្រះលោហិតព្រះយេស៊ូវនៅថ្ងៃនេះខ្ញុំទូលសូមឲ្យទ្រង់បំពេញដួងចិត្តខ្ញុំដោយការគោរពដ៏ពិតជាការគោរពដែលទ្រង់បានបង្ហាញយើងដោយបញ្ជូនព្រះយេស៊ូវគ្រីស្ទជាព្រះបុត្រាទ្រង់មកសូមឲ្យខ្ញុំឲ្យតម្លៃដល់បុរសស្ត្រីនិងកុមារតាមរបៀបដែលទ្រង់ឲ្យតម្លៃដល់រូបខ្ញុំក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនជាអភ័យឯកសិទ្ធិដ៏អស្ចារ្យមួយដែលខ្ញុំអាចចែករំលែកជាមួយលោកអ្នកអំពីការគោរពខ្ញុំសូមលើកទឹកចិត្តអ្នកខ្ញុំបាននិពន្ធសៀវភៅរង្វាន់នៃការគោរពខ្ញុំលើកទឹកចិត្តអ្នកឲ្យអានសៀវភៅនោះជាខ្លាំងព្រោះនៅក្នុងការរៀបចំវគ្គនេះខ្ញុំបានមើលសៀវភៅនោះម្ដងហើយម្ដងទៀតខ្ញុំបាននិពន្ធសៀវភៅនោះ12ឆ្នាំមុនហើយបានទទួលស្គាល់ថានេះគឺជាសារដ៏មានអានុភាពមែនទែនសម្រាប់ខ្ញុំផ្ទាល់ជាសារដែលគួររំលឹកនៅក្នុងដួងចិត្តនិងគំនិតខ្ញុំនៅពេលម្ដងម្កាលព្រោះវាជាសារដែលផ្ដល់ជីវិតខ្ញុំចង់លើកទឹកចិត្តលោកអ្នកគ្រប់គ្នាលោកអ្នកនឹងទទួលរង្វាន់លោកអ្នកនឹងឃើញអាពាហ៍ពិពាហ៍លោកអ្នកប្រសើរឡើងនឹងឃើញកូនចម្រើនឡើងនឹងឃើញសមាជិកក្រុមរីកចម្រើនឡើងហើយនេះជាអ្វីដែលខ្ញុំជឿជាក់សម្រាប់លោកអ្នកខ្ញុំជឿជាក់ថាគ្រប់យ៉ាងនៅក្នុងជីវិតអ្នកនឹងផ្លាស់ប្ដូរក្នុងរបៀបដ៏អស្ចារ្យបំផុតព្រោះលោកអ្នកយកចិត្តទុកដាក់ជាខ្លាំងទៅលើការគោរពដូច្នេះសូមគុំគ្រាន់តែអធិដ្ឋានតែម្ដងជាមួយខ្ញុំបែបនេះឡើយខ្ញុំចង់ឲ្យអ្នកអធិដ្ឋានហើយទូលសូមព្រះអង្គឲ្យដាក់កិច្ចការនេះជារៀងរាល់ថ្ងៃទៅកាន់លោកអ្នកព្រះអង្គអើយសូមដាក់ការគោរពនោះនៅក្នុងចិត្តខ្ញុំស្រឡាញ់លោកអ្នកទាំងអស់គ្នាសូមអរគុណសម្រាប់ការបញ្ចប់វគ្គសិក្សានេះអរគុណសម្រាប់ការខ្វល់ខ្វាយពីមនុស្សដែលលោកអ្នកមានឥទ្ធិពលលើពិតជាពិសេសខ្លាំងណាស់ចំពោះព្រះយេស៊ូវនិងចំពោះខ្ញុំដែរសូមព្រះប្រទានពរសូមណែនាំកម្មវិធីទូរស័ព្ទ Messenger X ជាកម្មវិធីដ៏ថ្មីសន្លាងសម្រាប់ការដោនឡូតធនធាននិងបើកមើលវីដេអូជាបណ្ណាល័យ Digital ទាំងមូលដែលមានធនធានសម្រាប់ការបង្កើតសិស្សពីលោកគ្រូចននិងអ្នកគ្រូលីសាបូវីរួមទាំងការបង្រៀនជាវីដេអូសៀវភៅសំឡេង e-book វីដេអូខ្លីៗព្រះគម្ពីរនិងច្រើនថែមទៀតកម្មវិធីនេះអាចប្រើប្រាស់នៅគ្រប់ឧបករណ៍ទាំងអស់និងឥតគិតថ្លៃដោយមានជាង111ភាសាការបង្កើតសិស្សសម្រាប់គ្រប់គ្នានៅគ្រប់ទីកន្លែងសូមដោនឡូតកម្មវិធីទូរស័ព្ទឬចូលទៅគេហទំព័រ messengerx.com